បាទសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំបាទនៅក្នុងវីដេអូនេះខ្ញុំលើកយក idiomatic expression ចំនួន3យកមកបង្ហាញទី1 clear say the word it mean to give a signal to begin មានន័យថាឲ្យសញ្ញាបាទនៅក្នុងការចាប់ផ្ដើមធ្វើអ្វីមួយ for example we'll all shout happy birthday when I say the word ខ្ញុំឲ្យសញ្ញាយើងទាំងអស់គ្នាចាំស្រែកនិយាយថារីករាយថ្ងៃខួបកំណើត Okay, one more example. Ready to start anytime you say the word ប្រាប់មកខ្ញុំត្រៀមខ្លួនរួចរាល់ហើយដើម្បីចាប់ផ្ដើម Okay, one more expression. Say it mean stop talking or shut up មានន័យថាឈប់និយាយឬក៏បិទមាត់ For example, I heard enough. Say it ខ្ញុំឮហើយឈប់និយាយទៅ Okay, one more example. Say it you talk too much. បិទមាត់អ្នកនិយាយច្រើនពេកហើយបាទអញ្ចឹង clear say it នេះ it mean shut up ឈប់និយាយបាទឬក៏បិទមាត់មិនចាំបាច់និយាយច្រើនទៀតទេ Okay, the last one. So far, it mean up to the present time. មានន័យថារហូតមកដល់ពេលនេះ For example, so far Sukha has been the best student in our lesson. រហូតមកដល់ពេលនេះ Sukha បានក្លាយជាសិស្សពូកែជាងគេនៅក្នុងថ្នាក់រៀនផ្នែកគណិតវិទ្យាបាទអញ្ចឹងនៅក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេបាទ